ដំបូងខ្ញុំស្មានតែជាការឡើងភ្នំធម្មតាប៉ុន្តែឡើងយូរទៅអស់ផ្លូវដើរទឹកហូរខ្លាំងធ្វើឲ្យថ្មរអិលខ្លាំងមែនទែនជួបសត្វពស់ឡើងថ្មរអិលបង្កើតផ្លូវខ្លួនឯងស្គាល់គ្រប់រសជាតិអស់ហើយនៅក្នុងការឡើងភ្នំមើលទឹកធ្លាក់ថ្មក្រាលខេត្តកំពង់ឆ្នាំងជំរាបសួរពីខេត្តកំពង់ឆ្នាំងទៅថ្ងៃនេះខ្ញុំណាភិននឹងឡើងទឹកធ្លាក់ថ្មក្រាល5ជាន់ទេសភាពវិញរកអីមកផ្ទឹមមិនបានទេប៉ុន្តែមុននឹងអាចឈានលំហែនៅលើភ្នំបានគឺយើងត្រូវឆ្លងកាត់ការឡើងភ្នំចង់ដឹងថាទៅជាយ៉ាងណាតោះចាប់ផ្ដើមបេសកកម្មជាមួយខ្ញុំទាំងអស់គ្នាព្រឹកព្រលឹមឡើងខ្ញុំចាប់ផ្ដើមទៅរកអាហារពេលព្រឹកញ៉ាំជាមួយនឹងកាហ្វេមួយកែវក្លែមទេសភាពភ្នំអមសងខាងព្រៃឈើជាមួយនឹងមេឃអាប់ចឹងមកអូយជីវិតមានន័យខ្លាំងមែនតើបន្ទាប់មកខ្ញុំក៏បានយកម៉ាយខ្ចប់ស្លឹកចេកដែលបងកន្លែងស្នាក់នៅគាត់បានខ្ចប់ឲ្យហើយយើងចាប់ផ្ដើមចេញដំណើរទៅទាំងអស់គ្នាទឹកធ្លាក់ថ្មក្រាលនេះក៏មានជាន់ក្រោមដែរសម្រាប់បងប្អូនយើងដែលមានកូនតូចអីអាចមកលេងបានគេមានជាកញ្ចុះម្ហូបកំងឲ្យយើងអង្គុយញ៉ាំចឹងទៅហើយទេសភាពក៏មិនណយដែរប៉ុន្តែថ្ងៃនេះខ្ញុំចង់បង្ហាញទស្សនីយភាពប្លែកៗឲ្យបងប្អូនយើងឃើញអញ្ចឹងក៏ខ្ញុំចាប់ផ្ដើមធ្វើដំណើរពីជាន់ក្រោមហ្នឹងរហូតទៅដល់ជាន់ទី5យើងដើរពីផ្លូវកញ្ចុះហ្នឹងរហូតទៅដល់ផ្លូវមួយកាចូលក្នុងព្រៃតែម្ដងផ្លូវចូលមុនដំបូងរៀងធម្មតាទេដើរទៅត្រង់រហូតហ្នឹងហើយខ្ញុំចេះឆ្ងល់ថាចំហើយផ្លូវរៀងស្រួលដែរមិនបានអត់សូវមានណាគេឡើងទៅដល់ជាន់ទី5ហ្នឹងអញ្ចឹងតែតាមពិតមិនបាញ់និយាយគ្រប់ពួងមិនពោះផងអានឹងមែកឈើគេរុំសោះថាលេងហ្នឹងអ្នកទាំងអស់គ្នាមិនទាន់ជួបមែនតែនណាផ្លូវទៅទឹកធ្លាក់ជាន់ទី1គឺស្រួលដើរតែអ្នកទាំងអស់គ្នាដើរផ្លូវត្រង់រហូតប្រហែលជា2គីឡូអីហ្នឹងគឺទៅដល់ហើយគ្រាន់ថាផ្លូវរៀងឡើងចឹងទៅហើយយើងមានអោនងើបមានអីតិចតួចហ្នឹងឯងប៉ុន្តែបើសិនជាថាឲ្យពិបាកគឺអត់ពិបាកទេហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាបើសិនជាមើលវីដេអូនេះហើយក៏អាចឡើងទៅដល់ជាន់ទី1ហ្នឹងដែរអូឃើញស្មៅបន្តិចហើយនេះគឺជាទឹកជ្រោះជាន់ទី1របស់យើងអ្នកទាំងអស់គ្នាស្រស់ស្អាតខ្លាំងមែនតែនហើយទឹកវិញគឺត្រជាក់ខ្លាំងមែនតែនខ្ញុំហ៊ានធានាថាត្រជាក់ហ្មងអ្នកទាំងអស់គ្នាដោយសារអីដោយសារខ្ញុំចុះមួយហើយស្រស់ស្រាយខ្លាំងមែនតែនអ្នកទាំងអស់គ្នាសម័យមើលដើរបែកញើសហត់ក្តៅប៉ុន្តែបានទឹកត្រជាក់ចេះមួយនេះហើយទឹកធ្លាក់ជាន់ទី2គឺនៅលើជាន់ទី1ហ្នឹងមិនតិចអ្នកទាំងអស់គ្នាគ្រាន់តែកន្លែងឡើងវារៀងចោតបន្តិចហ្នឹងប៉ុន្តែពេលយើងឡើងបានគឺឃើញទឹកធ្លាក់ជាន់ទី2នេះគឺស្អាតជាងទឹកធ្លាក់ជាន់ទី1ទៀតមកដល់ទឹកធ្លាក់ជាន់ទី2នេះក៏អត់បានចុះលេងទេដោយសារអីគឺយើងមានគោលដៅរបស់យើងគឺទឹកធ្លាក់ជាន់ទី5ឆ្លងផុតជាន់ទី2ជាន់ទី3ទៅគឺផ្លូវលែងត្រង់លែងស្អាតទៀតហើយគឺយើងត្រូវដើរឡើងទៅសៀតាមភ្នំហ្នឹងមកផ្លូវមួយខាងដីមួយខាងទឹកជ្រោះហ្នឹងតែម្ដងហើយទូចខ្លាំងមែនតើអ្នកទាំងអស់គ្នាបើសិនជាយើងជពុបជើងមកតិចគឺជ្រោះហ្នឹងហ្មងឡើងមកដល់ទឹកជ្រោះជាន់ទី4ណាអ្នកទាំងអស់គ្នាហើយដើម្បីឡើងទៅដល់ជាន់ទី5ចុងក្រោយគេគឺយើងទៅសៀតាមតសទឹកជ្រោះនេះឡើងមុនដំបូងស្មានតែអត់អីប៉ុន្តែឡើងយូរទៅទឹកកាន់តែខ្លាំងទៅហើយកន្លែងដែលគេធ្លាប់ឡើងកាលមុនគឺទឹកលិចអស់ហើយនៅពេលដែលដើរឡើងគឺអត់មានអីតោងទេអ្នកទាំងអស់គ្នាគឺយើងតោងថ្មដែលទឹកកំពុងតែហូរនឹងតែម្ដងទុំនៅលើថ្មតូចមួយហើយអើតមើលខាងក្រោមមិនដឹងកម្ពស់ប្រមាណ100ម៉ែត្រទេប៉ុន្តែគឺខ្ញុំជឿជាក់លើសមត្ថភាពខ្លួនឯងដោយសារតែមិនចាហ៊ានទៀតទេគឺយើងទៅដល់ទឹកជ្រោះជាន់ទី5ហើយស្រស់ស្អាតទេសភាពមើលដាច់កតុយភ្នែកហ្មងអ្នកទាំងអស់គ្នាខ្ញុំជឿថាអារម្មណ៍ stress ទាំងប្រមាណក៏ត្រូវបាត់អស់ដែរនៅពេលដែលយើងឃើញទឹកជ្រោះមួយនេះមកដល់គោលដៅរបស់យើងហើយខ្ញុំក៏បានដោះស្បែកជើងដោះអីហើយបាយស្លឹកចេកដែលខ្ញុំបានខ្ចប់ពីក្រៅមកហ្នឹងក៏ត្រូវបានញ៉ាំនៅកន្លែងហ្នឹងដែរអ្នកទាំងអស់គ្នាខ្ញុំសូមហូបបាយមុនណាឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាជាមួយនឹងទេសភាពបែបនេះកំពុងហូបបាយណាលបងពណ៌លឿងនេះគាត់ឃ្លានដែរគាត់មកសួរស្ដីកំពុងហូបបាយផងអ្នកទាំងអស់គ្នាអូយឆ្ងាញ់ដល់កអីចឹងអីនៅនេះក៏មានមេអំបៅច្រើនដែរអ្នកទាំងអស់គ្នាខ្ញុំពយួរកៅអៅចោលគឺមកទុំរោមពេញហ្នឹងដោយពេលវេលាយើងខ្លីខ្ញុំក៏អត់បាននៅយូរយើងក៏ជម្រាបលាកន្លែងទឹកជ្រោះជាន់ទី5របស់យើងត្រឡប់ទៅផ្ទះវិញហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជម្រាបលាបាយ